បាទសួស្តីពុកម៉ែបងប្អូនយើងសល់ប្រហែលថ្ងៃទៀតឆ្លងចូល2025ហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់បានធុងភ្ញាស់ជាលក្ខណៈគ្រួសារយើងអាចភ្ញាស់បានចាប់ពី10 20ពងរហូតដល់100ពងភ្ញាស់បានមន់ទាក្រួយឬក៏ពងកងានបានតាក់ទងខាងខ្ញុំផ្ញើបានគ្រប់25ខេត្តក្រុងតែម្ដងធុងនេះជាលក្ខណៈគ្រួសារយើងធ្វើអំពីធុងស្នោប៉ុន្តែវាជាចែកទេសរបស់ខ្ញុំគឺយើងភ្ញាស់បានចាប់ពី10 20ពងរហូតដល់100ពងហើយយើងប្រើមិនងាយខូចទេបាទអញ្ចឹងកញ្ច្រែងឯនេះគឺអាចដកឡើងអញ្ចឹងមកបានហើយយើងអាចលាងទឹកលាងសម្អាតវាបានពេលដែលបងប្អូនទិញទៅយើងមានបច្ចេកទេសភ្ញាប់ផ្សេងៗនិងប្រាប់ពីរបៀបប្រើប្រាស់អីផ្សេងៗបងប្អូនមិនចាំបាច់យកទៅអង្គុយធ្វើឬក៏អង្គុយសេតដល់ដុយតអីខ្លួនឯងទៀតទេបងប្អូនទិញពីខែខ្ញុំទៅគឺរៀបចំរួចជាស្រេចដល់ដោតទឹកភ្លើងមើលរបៀបការភ្ញាក់បន្តិចបន្តួចគឺយើងអាចប្រើប្រាស់បានបងប្អូនបាទអញ្ចឹងយើងឃើញថាដល់រដូវច្រូតកាត់ហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ចំមន់ទាឬក៏ក្រួយនោះវាលែងសូវភ្លៀងដូចមុនបងប្អូនណាលែងសូវភ្លៀងដូចមុនវាអត់ពិបាកថែដូចមុនទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានជាមួយនឹងធុងភ្ញាស់របស់យើងកន្លែងយើងលក់ចូល7 8ឆ្នាំហ្នឹងហើយបងប្អូនដែលបងប្អូនធ្លាប់ទិញដំបូងរហូតមកដល់ពេលនេះអ្នកខ្លះក៏ទិញ1 2 3 4អញ្ចឹងទៅបងប្អូនបាទហើយយើងផ្ញើបានគ្រប់25ខេត្តក្រុងតែម្ដងមិនថាបងប្អូននៅកន្លែងណាទីណាទេបងប្អូនដូចបានឃើញអញ្ចឹងវិចខ្ចប់ញ៉ាអញ្ចឹងបងប្អូនបានទៅខាងកំពង់ធំបារាយបានអញ្ចឹងអីវ៉ាន់របស់យើងដឹកជញ្ជូនតាមក្រុមហ៊ុនវិរៈប៊ុនថាំ5 6ឆ្នាំនេះយើងធ្វើការរលូនមិនដែលមានបញ្ហាអ្វីទេបងប្អូនផ្ញើបានគ្រប់ច្រករហ័សតែម្ដងមិនដែលជាមានបញ្ហាបែកបើសិនជាបែកយើងផ្ញើមកវិញឬក៏យើងដូរថ្មីជូនអតិថិជនបងប្អូនណាបាទនេះផ្សាយខាងកំពង់ថ្មដែរខាងកំពង់ធំទៅខាងសាងបៃតូចអញ្ចឹងបងប្អូនមិនចាំបាច់ថាផ្ញើឆ្ងាយខ្លាចបែកទេបើសិនជាបែកគឺខាងខ្ញុំធានាខុសត្រូវជាមួយនឹងក្រុមហ៊ុនបងប្អូនណាបាទនេះទៅខាងដល់រតនគិរីឯណោះបាទអញ្ចឹងបើសិនជាបែកយើងដូរថ្មីឲ្យតែម្ដងបងប្អូនមិនចាំបាច់អស់លុយច្រើនដងថាខ្លាចអីវ៉ាន់បែកប្រើមិនកើតទេមកមិនលើកមិនដូចគេទេបងប្អូនបាទមានបងប្អូនខ្លះគាត់ធ្លាប់ទិញទូគេពេលដែលយកទៅប្រើមិនញាស់ឬក៏មានបញ្ហាផ្សេងទេទៅម្ចាស់លេងលើឲ្យតែបានវេលុយផ្ញើអីវ៉ាន់ពិតមែនប៉ុន្តែអីវ៉ាន់ទៅដល់ថាអីវ៉ាន់មកដល់ហើយគាត់តែទេសួរក៏តែលើកដែរអញ្ចឹងគាត់សុខចិត្តទេមកខ្ញុំដើម្បីខ្ញុំជួយប្រាប់ទៅវិញណែវាទៅជាចេះវិញបងប្អូនបាទនេះផ្សារទ្របស្ទឹងត្រែងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់បានណាបញ្ជាក់អីវ៉ាន់របស់យើងផ្ញើពីខាងកំពង់ឆ្នាំងទៅផ្ញើពីខាងទីរួមខេត្តកំពង់ឆ្នាំងទៅហើយចែកចាយចេញគ្រប់តំបន់គ្រប់ខេត្តដែលបងប្អូនបានឃើញអញ្ចឹងមានចេញទាំងយប់មានចេញទាំងថ្ងៃមានចេញចិត្តភ្លឺក៏មានដែរបាទនេះផ្សារដេប៉ូបាទខាងពេញយើងចេញចិត្តភ្លឺមិនបងប្អូនខ្លះគាត់ឆ្លងកាត់ផ្លូវជាតិលេខ5ហ្នឹងគាត់ឲ្យខ្ញុំដឹកយកម៉ោង3ម៉ោង4ចិត្តភ្លឺក៏មានដែរបងប្អូនបាទអញ្ចឹងយើងមានចេញចិត្តភ្លឺចេញកដាយប់បាទចិត្តស្មានណាក៏មានចេញដែរវ៉ាន់របស់យើងបាទចេញគ្រប់ខេត្តក្រុងតែម្ដងបងប្អូនគាត់យកទៅភ្ញាស់ពងមន់ជុលយកទៅភ្ញាស់ពងសារកាកែវឬក៏យើងភ្ញាស់ពងក្រួចបានអញ្ចឹងសរុបមកវិញលេខទូរស័ព្ទទាំង3ខ្សែរត់នៅលើអេក្រង់ហ្នឹងគឺមាន Telegram ទាំង3ខ្សែបងប្អូនអាចតាក់ទងតាម Telegram ក៏បានឬក៏ទេមកផ្ទាល់ឬក៏ឆាតមក Facebook Page ក៏បានបងប្អូនណាតាក់ទងផ្ញើគ្រប់កន្លែងបានអរគុណ